ស្វាយនេះឆ្ងាញ់តទៅ3ខ្លាញ់ប៉ុន្តែមើលមកខ្លាអានោះជួដើមភ្លោះបងនេះបាយមកមើលមើលភ្លោះឲ្យផ្លែវាផ្សេងគ្នាទៀតនេះបាយមើលនេះមកថតឡើងនេះបងនេះបាយមើលឃើញដើមភ្លោះហ៎ដើមមួយនេះវាមិនបែកទៅជាផ្លែនោះបែកទៅថតនោះធ្វើផ្លែនោះឃើញកតបអីពីប្រភេទផ្សេងគ្នាពីប្រភេទផ្សេងគ្នាឲ្យភ្លោះនេះបាញ់ឃើញសូម្បីស្លឹកវាក៏ស្តៀងខុសគ្នាដែរអានេះគេហៅស្វាយអីគេអាតិចណាស្វាយកែវចិនបងកែវចិនតែបាយមើលមកដើមមកភ្លោះទៀតឃើញស្វាយនេះស្វាយស្រួយនេះបងស្វាយស្រួយតើបើខាងនេះចោតតាក់បើខាងនេះមែនជើអូខេអានេះដើមវាបានបាតឃើញអត់អានេះស្វាយស្រួយតែអ្នកខ្លះគេហៅស្វាយស្អីគេនោះតែកំហៅយើងហៅស្វាយស្រួយតែស្វាយនេះឆ្ងាញ់មែនញ៉ាំមិញអត់មានដាក់អំបិលទេណាឆ្ងាញ់ណាបងអានេះដើមមួយទៀតណាអាដើមជិះពុំតាន់ទីអានេះដើមមួយទៀតណាដើមចង់និយាយដើមភ្លោះហ្នឹងផ្លែវាពីរផ្សេងគ្នាឃើញអត់ហើយដើមតែមួយតាឡានេះឬតែមួយដើមពីរនេះឬតែមួយតែផ្លែវាខុសគ្នាតែឃើញអត់លើកទី1ខ្ញុំឃើញដើមអញ្ចឹងដើមតែមួយដើមពីរឬមួយចង់និយាយថារឹសមួយដើមពីរផ្លែក៏ពីរដែរអានេះគេហៅផ្លែស្តៀងដូចអានេះផ្លែកៅចិនតែមួយទៀតគេហៅផ្លែស្អីគេកៅពងមាន់ស្តៀងកៅពងមាន់នេះវាកតល់តែនេះស្វាយស្រួយពីរនឹងចូលចិត្តអានេះអានេះឆ្ងាញ់ញ៉ែអានពីរនេះបាក់ម៉ែត្ររួយកដៅស៊ីប៉ុន្តែគាត់ហូបបានចុះនេះមកទុំកាត់មកតែនេះចាស់ល្អនេះកដៅស៊ីនេះមើលកដៅអូស៊ីកដៅស៊ីតា3នឹងអត់ចិត្តបាន3នឹងនេះឃើញអត់ដើមភ្លោះតែស្វាយពីរខុសគ្នាស្វាយពីរខុសគ្នាស្វាយស្រួយកែវពងមាន់នៅពេលដែលដុសមកគឺយើងផ្សាំវាដើម្បីយកវាមកដូចជាភ្លោះឲ្យអ្នកនៅក្នុងស្រុកគាត់មើលអញ្ចឹងណាហើយផ្សាំវាជាប់គ្នាទាំងពីរអញ្ចឹងទៅបាទប៉ុន្តែពេលដែលយើងផ្សាំហ្នឹងយើងដឹងថាអាស្វាយពីរហ្នឹងពូជផ្សេងគ្នាអត់ដឹងអញ្ចឹងទៀតប្រហែលជាមួយឆ្នាំបានផលអាហ្នឹងនេះ3ឆ្នាំ3ឆ្នាំហ៎3ឆ្នាំយូរដែរតាប៉ុន្តែពេលបានផលមកមួយឆ្នាំបានម្ដងតែមានអីគួរសមដែរនេះបានផ្លែច្រើននេះមួយឆ្នាំទៅមួយឆ្នាំច្រើនបងហូបបានបបមកគូតិចណាខ្ញុំមកលើកនេះអស់លីងបីតុកតាយ៉ាងណាខ្ញុំមកលើកនេះអស់លីងមកចំពាក់គេអស់លីងតែអានេះទុកទុំអត់ទាន់អត់ដែរបានទេត្រូវអត់ទុកទុំអត់ឆ្ងាញ់ទេឆ្ងាញ់ហ្មងទុំអត់ឆ្ងាញ់ទេវាបានតែចាស់ចឹងហ្នឹងហើយបានចាស់ឆ្ងាញ់ស្វាយនឹងចាស់ឆ្ងាញ់អូខេអត់ដែរឃើញនេះថ្លៃចាំថ្ងៃណាអ្នកណាមានដើមស្វាយផ្សាំអញ្ចឹងខ្ញុំស្គាល់ដើមស្វាយមួយនៅចិត្តផ្ទះខ្ញុំគេហៅស្វាយកូនប្រសាស្ដាច់ដែរលឺហ៎ឆ្ងាញ់ចាំបានគ្រាប់ខ្ញុំទុកឲ្យយកមកផ្សាំបងបានគ្រាប់ទុកឲ្យ